ពុទ្ធាបទានទី1ភាគទី2មានក្បាច់ផ្កាឈូកគួរក្រឡេកមើលស្រស់ដោយរូបមរឹកនិងបក្សីដេរដាស់ដោយរូបផ្កាយអ្នកខត្តរឹកដោយរូបព្រះច័ន្ទនិងព្រះអាទិត្យទាំងដាស់ពាសដោយបណ្ដាញមាសប្រកបដោយកណ្ដឹងមាសសន្លឹកផ្កាមាសជាទីត្រេកអរនៃចិត្តរមែងលាន់លឺដោយកម្លាំងខ្យល់ផ្ទៃនៃប្រាសាទនោះមានទង់ពណ៌ហង្សបាតពណ៌ក្រហមពណ៌លឿងទុំមានទង់វិចិត្រល្អដោយពណ៌ផ្សេងប្រកបរបៀបទង់ដែលគេលើកឡើងមានផែនក្តារផ្សេងច្រើនរយជាអនេកជាក្តារប្រាក់ខ្លះក្តារកែវមณีខ្លះក្តារកែវទទឹមខ្លះក្តារកែវមរកតខ្លះផ្ទៃខាងក្នុងប្រាសាទនោះវិចិត្រដោយសយាសនៈផ្សេងក្រាលដោយសម្ពុតកាសិកៈមានសាច់ល្អិតសម្ពុតរមស័តសម្ពុតសូត្រសម្ពុតស្រុកជ័យណៈសម្ពុតស្រុកប៉ាន់តនៈសម្ពុតស្រុកប៉ាន់ឌុតថាគតបានក្រាលនៅកម្រាលផ្សេងទាំងអស់ដោយចិត្តឯងតថាគតតតែងនៅហៅជាងក្នុងជាន់នោះមានពួកជនឆកាន់ប្រទីបកែវមณีភ្លឺរុងរឿងឯសសរខឿនសសរផ្ទះខ្លោងទ្វារជាវិការៈនៃមាសជាវិការៈនៃមាសចម្ពូអ្នកតេជាវិការៈនៃឈើខ្លឹមជាវិការៈនៃប្រាក់ដ៏ស្រស់ល្អទាំងទីតំណដ៏ច្រើនដែលចែកល្អវិចិត្រដោយសន្ទះទ្វារនិងកន្លឹះសុទ្ធសឹងល្អក្អមពេញដោយទឹកច្រើនដែលដាក់ផ្កាឈូកនិងឧបលជាតិរៀបតាំងទាំងសងខាងនៃប្រាសាទនោះព្រះបច្ចេកពុទ្ធទាំងពួងព្រមទាំងសាវកនិមិត្តនៅព្រះសព្វញ្ញូពុទ្ធជានាយកនៃសត្វលោកព្រមទាំងព្រះសង្ឃក្នុងការដល់កន្លងទៅហើយផងនៅព្រះបច្ចេកពុទ្ធទាំងឡាយព្រមទាំងសាវកដោយរូបភេទជាប្រក់ក្រដីផងហើយចូលទៅតាមទ្វារនោះរួចគង់ជាអរិយមណ្ឌលលើតាំងជាវិការៈនៃមាសទាំងអស់ព្រះពុទ្ធទាំងឡាយណាប្រសើរផុតក្នុងលោកមានក្នុងកាលឥឡូវនេះក្តីព្រះពុទ្ធទាំងឡាយណាកន្លងទៅហើយក្តីព្រះពុទ្ធទាំងអស់អង្គនោះបានឡើងមកគង់ក្នុងប្រាសាទរបស់តថាគតឯតថាគតក៏បានអង្គាសព្រះបច្ចេកពុទ្ធជាច្រើនរយអង្គដែលជាអ្នកត្រាស់ដឹងឯងជាអ្នកឈ្នះមារក្នុងអតីតកាលនិងបច្ចុប្បន្នកាលឲ្យឆ្អែតស្កប់ស្កល់មានដើមកប្បព្រឹកច្រើនដើមទាំងជាទិព្វទាំងជារបស់មនុស្សតថាគតបាននាំយកសម្ពុតទាំងពួងអំពីដើមកប្បព្រឹកនោះមកធ្វើជាត្រៃចីវរហើយថ្វាយព្រះបច្ចេកពុទ្ធឲ្យធ្លាក់ដណ្ដប់រួចនិមន្តឲ្យឆាន់នៅបង្អែម